លោកគ្រូទាំងពីរបាទលោកគ្រូពិសេសគឺលោកគ្រូបណ្ឌិតសានជាតែម្ដងបាទអ្នកគ្រូពេទ្យសរសេរមកខ្ញុំធ្វើការជាមួយឪពុកម្ដាយអ្នកជំងឺមហារីកតែងតែជួបបញ្ហានិងបរិយាកាសសោកសៅជាប្រចាំថ្ងៃដើម្បីចូលទៅថែទាំនិងចែករំលែកភាពសោកសៅរបស់គាត់និងស្ដាប់ការត្អូញត្អែររបស់គាត់ឲ្យបានរាល់ថ្ងៃនេះខ្ញុំតែងតែធ្វើឲ្យអារម្មណ៍របស់ខ្លួនឯងសោកសៅដែរតើលោកគ្រូអាចផ្ដល់ជាដំបូន្មានឬវិធីខ្លះដើម្បីរំដោះខ្លួនពីអារម្មណ៍បែបនេះបានដែរឬទេអញ្ចឹងមានន័យថាអ្នកគ្រូស្ដាប់នៅអ្នកម្ដាយអ្នកជំងឺរាល់ថ្ងៃទៅក៏ដាក់អារម្មណ៍ខ្លួនឯងសោកសៅរាល់ថ្ងៃឥឡូវចង់សោកសៅខ្លួនឯងចង់សែតខ្លួនឯងរាល់ថ្ងៃដែរបាទយើងបាទអញ្ចឹងតើលោកគ្រូមានវិធីសាស្ត្រអីដើម្បីជួយបំពេញបន្ថែមដល់ផ្លូវចិត្តដែលគាត់ដាក់ខ្លួនទៅជាមួយអ្នកជំងឺណាក៏គាត់ប្រហែលជាសំណួរនេះប្រហែលជារើខ្លួនមិនរួចក៏មានពេលខ្លះក៏សោកសៅខ្លួនឯងដែរអញ្ចឹងជូននីតិនេះទៅលោកគ្រូបាទគ្រូធម្មបណ្ឌិតបាទឆ្លើយខ្លីបានតែធ្វើវាមិនងាយបានព្រោះវាពាក់ព័ន្ធនឹងរៀបចំផ្លូវចិត្តពីព្រោះបញ្ហារបស់អ្នកគ្រូពេទ្យនេះមិនមែនបញ្ហាសុខភាពផ្លូវកាយទេវាពាក់ព័ន្ធនឹងផ្លូវចិត្តដែរខ្ញុំលើកជារឿងឧទាហរណ៍មួយរបស់គ្រូពេទ្យនៅអាមេរិកខ្មែរយើងទេប៉ុន្តែគាត់រៀនពេទ្យចិត្តសាស្ត្រតាំងពីខ្មែរយើងទៅហើយគាត់ទៅអាមេរិកគាត់នៅតែassistant ជាជំនួយដល់ដុកទ័រផ្លូវចិត្តប៉ុន្តែជួយគេយូរទៅវាកើតអាផ្លូវចិត្តខ្លួនឯងនឹងឯងដូចលើកឡើងអញ្ចឹងណាព្រោះដឹងហើយថាកន្លែងហ្នឹងមិនមែនទៅជួបអ្នកសប្បាយរីករាយទេប្រកាសជាទៅជួបតែអ្នកអយ៉ាស់អយោយឬក៏វង្វេងវង្វាន់អីអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់ទៅជួយសម្រួលផ្លូវចិត្តរបស់គេហ្នឹងគាត់ប្រកាសជាមានឧបាយច្រើនតាមវិធីសាស្ត្ររបស់ពេទ្យដូចជាសម្ដីទន់ភ្លន់និយាយធ្វើឲ្យគេមានសង្ឃឹមអីហ្នឹងអាហ្នឹងជាសិលធម៌គ្រូពេទ្យហ្នឹងគាត់ចេះប៉ុន្តែគាត់ថាអាចដែរអាចធ្វើឲ្យគេធូរដែរតែខ្លួនឯងវាតឹងអញ្ចឹងណាដល់ទៅមកផ្ទះវិញទៅកើតរឿងកើតរាវជាមួយប្តីហ្នឹងក្តៅដូចល្ងើកភ្លើងអញ្ចឹងហ្នឹងហើយអញ្ចឹងទៅគាត់ក៏មិនដឹងថារកអីក៏ស្ដាប់បងសានសុជាកាលនោះមិនស្ដាប់ខ្ញុំទេណាដល់ស្ដាប់គាត់ថាស្ដាប់ប្រហែលតែ3ខែទៅក៏រកទំនុកឃើញទៅចិត្តនឹងក៏វាត្រជាក់ទៅអញ្ចឹងវាត្រូវសន្សំការយល់ដឹងពីផ្លូវចិត្តនឹងបន្តិចម្ដងឆ្លើយឲ្យខ្លីក៏បានដែរប៉ុន្តែអានេះវាត្រូវ train ដែរវាត្រូវសន្សំការចេះដឹងនឹងដែរហើយគាត់ចេះលើកឧទាហរណ៍ទៀតគាត់លើកឧទាហរណ៍ថាការដែលគាត់ចិត្តនឹងវាមិនស្រួលចិត្តនឹងវាពិបាកក្នុងការបំពេញកិច្ចការងារនៅកន្លែងហើយមកដល់ផ្ទះវាបញ្ហាគ្រួសារទៀតធ្វើឲ្យមានបញ្ហាហ្នឹងប្រៀបដូចជាខណៈពេលដែលគាត់ដូចជាមនុស្សនៅហាលក្តៅហើយឃើញស្ទឹងហ្នឹងចង់លោតទៅក្នុងស្ទឹងដើម្បីឲ្យវាត្រជាក់គាត់ប្រៀបថាគណៈដែលចង់លោតទៅក្នុងទឹកហ្នឹងប្រៀបដូចជាគណៈពេលដែលគាត់ចង់ទៅរកធម៌ស្ដាប់ដើម្បីឲ្យត្រជាក់ចិត្តប៉ុន្តែពេលស្ដាប់យូរទៅវាយល់ពីដំណើរចិត្តហ្នឹងទៅវាលើសពីស្អីដែលគាត់ប្រាថ្នាចង់បានណាគាត់ឧបមាថាដល់ពេលលោតភ្លុងទៅដល់អាបាតហ្នឹងទៅជួបរតនវត្ថុមានមាសមានពេជ្រមានកៅវិទូសូរកាដូចច្រើនណាអញ្ចឹងទៅបំណងមែនទេហ្នឹងវាមិនមែនត្រឹមតែមកតិចទេវាទៅបានរបស់ដ៏ល្អដូច្នេះការយល់ដឹងនៅធម្មៈរបស់ពុទ្ធនេះវាមិនមែនត្រឹមតែឲ្យចិត្តតិចប៉ុណ្្នឹងទេវាបាននៅបញ្ញាវាបាននៅឧបាយច្រើនបាននយោនិសមនសិការៈច្រើនពីព្រោះអតិចហ្នឹងទោះបីវាតិចវាគង់តែក្តៅវិញទេប៉ុន្តែបើមានឧបាយច្រើនយល់ដំណើររបស់ចិត្តវានឹងឃើញថាតើត្រូវdeal យ៉ាងម៉េចត្រូវទទួលយ៉ាងម៉េចចំពោះស្ថានភាពដែលវាកើតឡើងហ្នឹងមនុស្សដែលច្រើនគឺយើងគិតរឿងខាងក្រៅច្រើនគិតធ្វើម៉េចឲ្យអ្នកដតីហ្នឹងវាយ៉ាងនេះយ៉ាងនោះទៅតាមទូនាទីរបស់យើងប៉ុន្តែរឿងមួយយើងភ្លេចមើលអាចិត្តយើងហ្នឹងហើយភ្លេចរៀបចំចិត្តគំនិតហ្នឹងដូច្នេះគាត់
ក៏បានធូរស្រាលតាំងពីគាត់ទៅធ្វើការក៏ធ្វើដោយមេត្តាចិត្តនឹងច្រើនជាងធ្វើតាមទូនាទីធ្វើការដែលគ្រាន់តែគោរពទូនាទីជួនកាលធ្វើមើលតែម៉ោងហ្នឹងមែនទេហ្នឹងហើយប៉ុន្តែដល់ធ្វើដោយមេត្តាចិត្តធ្វើដោយការពេញចិត្តធ្វើដោយអនុគ្រោះអ្នកជំងឺណាអកុសលចិត្តហ្នឹងវាកើតដល់អកុសលចិត្តវាកើតហ្នឹងសុខភាពផ្លូវចិត្តហ្នឹងវាកើតជាមួយនឹងកុសលចិត្តហ្នឹងមើលអ្នកជំងឺហ្នឹងដាក់អ្នកជំងឺដូចជាកូនដាក់អ្នកជំងឺដូចជាញាតិជាទីស្រឡាញ់អីចឹងទៅឃើញទេហ្នឹងហើយដល់ពេលមេត្តាករុណាហ្នឹងវាកើតនៅនឹងចិត្តហ្នឹងវាត្រជាក់នៅក្នុងឯងដល់តែត្រជាក់នៅនឹងឯងវាមិនគិតថាម៉េចក៏អញពិបាកម៉េះមកជួបតែមនុស្សអញ្ចឹងណាកើតករុណាណាដោយយល់ហេតុផលថាមនុស្សយើងសុទ្ធតែមិនមាននរណាចង់អញ្ចឹងទេចង់តែមានសុខភាពល្អចង់តែមានភាពស្វាហាប់ដល់អញ្ចឹងទៅវាមានអាក្តីអាណិតនឹងច្រើនហើយអាក្តីអាណិតវាខុសពីការអាណិតស្រក់ទឹកភ្នែករបស់យើងណាអាណិតដែលជាតួករុណាហ្នឹងគឺជាអាណិតដែលចិត្តស្អាតនឹងអញ្ចឹងនៅពេលណាកុសលធម៌កើតជាមួយការងារហ្នឹងជាពិសេសគ្រូពេទ្យហ្នឹងបំពេញបុណ្យបានច្រើនណាបើសិនបើយើងយល់ដំណើរនៃចិត្តណាអ្វីត្បិតថាយើងធ្វើជួនកាលយើងធ្វើដើម្បីចិញ្ចឹមវាមានចំណែកនៃការចិញ្ចឹមជីវិតក្នុងហ្នឹងក៏ពិតមែនមានប្រាក់ខែមានប្រាក់ឧបត្ថម្ភអីខ្លះក៏ពិតមែនប៉ុន្តែការដែលធ្វើដោយការអនុគ្រោះពេទ្យមានឱកាសធ្វើសេចក្តីល្អបានច្រើនណាស់ហ្នឹងលើសពីទូនាទីហើយអាសេចក្តីសុខហ្នឹងគឺបានមកដោយអាចិត្តករុណាហ្នឹងហើយចិត្តករុណាច្រើនហ្នឹងដូច្នេះมันមានវិធីសាស្ត្រអីអ្វីដតេក្រៅពីការចម្រើនទឹកចិត្តល្អនឹងឯងដើម្បីឲ្យចិត្តនឹងមានសុខភាពល្អហ្នឹងហើយជួនកាលវាធ្វើឲ្យខ្លួនឯងមាន stress ហ្នឹងជួនកាលចេះគិតថាម៉ោងប៉ុណ្ណឹងគេកំពុងដើរលេងឯងនឹងមកស្ដាប់តែអ្នកជំងឺស្រែកអាហ្នឹងក៏ជាសម្ពាធផ្លូវចិត្តមួយដែរហ្នឹងហើយប៉ុន្តែបើកាលណាយោនិសោមនសិការៈកើតឡើងថាមនុស្សដ៏ច្រើនគេកំពុងសប្បាយក៏ពិតមែនតែអត់មានឱកាសធ្វើសេចក្តីល្អដូចយើងទេហ្នឹងហើយយើងពេលនេះមានឱកាសធ្វើឲ្យមនុស្សដែលអាយ៉ាអាយ៉យនឹងកើតក្តីញញឹមដូចបងលើកឡើងមិញអញ្ចឹងណាហ្នឹងអញ្ចឹងហើយដែលល្អបំផុតនោះគឺត្រូវស្ដាប់ធម៌របស់អ្នកត្រាស់ដឹងព្រោះអាតួតបប្រមល់ផ្លូវចិត្តហ្នឹងគឺជាការកើតឡើងពោលឡើងនៃកិលេសក្នុងចិត្តរបស់យើងអញ្ចឹងបើកាលណាយើងបានស្ដាប់ធម៌របស់អ្នកត្រាស់ដឹងដែលជាធម៌ជួយរៀបសម្រួលផ្លូវចិត្តហ្នឹងហើយចិត្តហ្នឹងមិនពិបាកទៅទាស់អីទេនៅទីណាកន្លែងណាពេលណាក៏ចិត្តនឹងមានសភាពសុខស្ងប់ត្រជាក់ដែរអញ្ចឹងបានថាពិភពលោកនេះទីណាក៏ស្ងប់ដែរឲ្យតែចិត្តស្ងប់ប៉ុន្តែស្ងប់ព្រមដោយបញ្ញាអញ្ចឹងណាបើស្ងប់គ្រាន់តែទ្រាំអានឹងថ្ងៃណាផ្ទុះខ្លាំងជាងហ្នឹងមិនមែនគ្រាន់តែទ្រាំទេគឺឲ្យការយល់ដឹងហ្នឹងអញ្ចឹងបើយើងរៀនវិជ្ជាអ្វីក៏ដោយសូមទុកកន្លែងមួយគឺរៀនវិជ្ជាផ្លូវចិត្តរបស់យើងដើម្បីជួយរៀបចំវាហ្នឹងហើយកុំភ្លេចទូនមានចិត្តព្រោះក្នុងโลกនេះគ្មានពីណាពិបាកនិយាយជាងចិត្តហ្នឹងឯងអញ្ចឹងណាយើងចេះថាពិបាកណាកូនពិបាកនិយាយអត់ទេចិត្តយើងពិបាកជាងដែលយើងពិបាកចិត្តព្រោះកូនព្រោះមកចិត្តយើងហ្នឹងវាអត់ស្រួលហើយខ្វះបញ្ញាដល់ខ្វះបញ្ញាខឹងឯងចំណាំមើលតែខឹងគឺខ្វះបញ្ញាដោះស្រាយហ្នឹងហើយយើងមើលដូចឆ្លោះគ្នាជាទូទៅមនុស្សតែកាលណាវាយមិនឈ្នះគេមានអាជេហ្នឹងឯងក្មេងៗណាតែទៅដល់អាចំណុចជេមានន័យថាអាស្អីវាអត់ឈ្នះគេហើយនឹងអន់អីបានមកខ្លាំងបន្តិចហ្នឹងហើយមើលតែប្តីហើយប្រពន្ធអញ្ចឹងដែរប្តីមិនសូវជេទេដល់ពេលម៉ាំងខ្មោកហ្មងហ្នឹងហើយតែស្រីច្រើនតែជេមិនបានជេថាមកវាមិនឈ្នះគេនោះវាបានមាត់យោងតែអញ្ចឹងហ្នឹងហើយអញ្ចឹងជាការចង្អុលបង្ហាញរបស់ខ្ញុំគឺដាក់ពេលស្ដាប់សិក្សាតាមដានចិត្តហ្នឹងឲ្យបានច្រើនគួរសមទៅពីព្រោះនៅពេលដែលចិត្តហ្នឹងស្រួលល្អហើយការរៀបចំអ្វីដទៃទៀតក៏បានល្អដែរមួយរយៈប្រហែលឆ្នាំនេះខ្ញុំជួបអ្នកដែលធ្វើការមមាញឹកជាម្ចាស់អាជីវកម្មជាអ្នកជំនួញជាអ្នករស់ស៊ីធំហ្នឹងអ្នកខ្លះជិះយន្តហោះទៅអរគុណព្រះអង្គសានសុជាតិដោយសារអីដោយសារនៅពេលដែលគាត់រៀបចំចិត្តគំនិតរបស់គាត់បានហើយអាជីវកម្មរបស់គាត់ក៏រៀបចំបានកាន់តែល្អអញ្ចឹងណាតួយ៉ាងដូចជាប្អូនម្នាក់ដែលជូនឡានខ្ញុំទៅកោះធំឲ្យមុនណាគាត់ជាម្ចាស់អាជីវកម្មធំមួយដែរហ្នឹងហើយយើងកុំគិតថាស្ដាប់ធោះយូរទៅរស់ស៊ីអត់កើតគាត់ថារស់ស៊ីកើតជាងមុនត្រង់អីត្រង់ដែលដោះស្រាយដោយចិត្តត្រជាក់ហើយកាលណាមនុស្សយើងដោះស្រាយដោយចិត្តត្រជាក់
bánh nhá nó về lịch mục chiêng tô sạ hay ta đo sài đôi tô sạ mục dẹ về chơi để chỉnh hay rồi mục dẹ chơi về chỉnh bây giờ bị côn cháo khai dương tầng mục tê không bị cá đo sài đôi mì ta chật mẹ nè nè ngày khiêm lơ thì họ bịa qua cái cần giấy tha môn nâng sẽ đáp thô môn nâng riêng thô nâng bánh nhá bên nơi tất cả phân tay bị bồ có ở chơi rồng lệ chứ bánh nhá ưu tiên họ tha bánh nhá nâng đo sài ngày môn hao vậy phân tay đo bị chụp bánh nhá mùi tiết về sợi điên nâng môn nâng đo sài à bánh nhá mấy còn bồ ở trà sân ôi nâng dậy tí ra à mùi toàn trong nó đo mùi tí ra tam bất à bánh nhá muốn nó về chọp từ hơi phân tay đó là dương mình đang sập hiệu viện thôi đã về rồi lót bắt từ hai nó dương chặt và căn vô à nâng một bột chỉ mùi nào thầm mày toàn ban đo thầm mày giống o cả lăng chất mình thật đấy đấy vấn đề đó bây còn vô tầm nào thôi nâng tứ bánh nhá nó để đo sài rồi hái còn oi việt từ rồi cứ đo sàiแต่บញ្ញាnó cầm puống pro chồm chân dương bẩm mô chất bình nhiên bao dương nâng cầm lăng banya pa thi bao dương tụ đo sàiแต่บញ្ញាđể cầm puống pro chồm nâng ai nâng chẳng hả hãy có mình ruồi khai tới ảnh nào cột ấy chở này được chưa này cái này để dương bắt đầu từ lời banya hà nâng cầm oi việt bột pan trơn pe từ ở tây tạ na cột trơn pe vì mình chỉ banya hà thùng mà này trong chuột mình đâu miên banya hà trơn là hốt đỏ cao stress cao ấy nữa á cứ con mình cầm pung bắt đầu lời banya hà bắt chụp bón đại cầm pung pro chồm thì còn bột hay tập bột thằng ngôn đấy thằng ngôn là đôi nè chợt sang mỗi cái lợt cào tức mùi nhá lợt du ọt lé nhá nè du tao mình mẹ làm thật thằng ngôn lao này bên tam bất tức nó là ta đái luôn tay ta chập mình lé chọc đáy thằng ngôn giang nam mình bánh há về tao ở hai tay nó ta ba tiên ở ca và can mòm nó bị bột tới cả chỉ stress cả chỉ depression ấy chẳng từ phần thiệt vẫn bánh hà để mà đòi chỉ vật giống đôi mũi tực nung cả lên nhé ta luôn ngu đấy nung cả lên tực hô mày đấy ngu tực hô không bị tực nông an bậc nhầm lực tực hố tăng bị nam máu tực hố nó tập bạc cài dương thấy mình hô tới bát này hô tới bát này tay dương ai ngu sờ bài mà mong vì mong cả bạn này còn mọi thời dương tam tực à lẹ tấu nữa bây giờ không tục tực à lẹ tấu còn mọi hô chinh bị cài dương mẹ lẹ từ thấu thò mùi tực năng đài này giang nam mình chỉ phải sao lấy cái giấy bằng gì chỉ khmái tha a tây ta cá cứ chỉ bảo vật ở xa anacut chỉ ạt cầm bắn ri ai ba chợ bắn cứ chỉ cả đồ chẳng hái ban phải sao lấy cái ba chợ bắn cái prapet the present nâng này hay sắm mặt tập phép banya rồi bao nhiêu á vì ai mơ cho bác tập bánh hà bánh chợ bón đó nghe ở đây được có lon tới năm muốn dây móp plei ở la ba đây mẹ nè hay là sai ai cao lắm của dân Saman mình trời đây còn bàn tay bờ bánh chợ bón mình nuôi phần man nè có lấy phát dân khơi phần năng ở lúc sao ưu tiên xem mà nam mua dân phơi pi mặc hai môn dân xa làm lực mơ mình nuôi phần man nè plei ở tại bờ ở lâu nâng phần man nè mơ tới Saman đâu bên đây tha bánh nha bánh chợ bón năng về ai miền protepol trong cả đa sài bánh chốt bánh chợ bón năng từ bột của ông ở dân sầm lăng mơ bánh chợ bón năng từ ruột nơi mình stress ra đại nó không này bị chạy cái tê thua hàng thà sợ tập bát tham bị pasana đã chun tận năng bạn បាទសូមអរគុណលោកគ្រូបានផ្ដល់នៅចម្លើយយ៉ាងក្បោះក្បាយ